Ok, chẳng chứ tụi xong mà số stay là khu cái chỉ số stay mà rùm chroma zoom hay những đó này chẳng ngày nó cứ nhưng mà thua ca demo tại tông mùi năng network project đây là khu ban oi thua tại tông cho mùi năng semester TP sang TP bây giờ nó thả tay cho bạn thua ấy classហើយទៅលើ topic រៀបexam ថ្ងៃហ្នឹងគឺខ្ញុំនឹងធ្វើការ demo ទៅលើគ្រូវិញតាក់ទងជាមួយនឹងអីដែលខ្ញុំបាន config ឬក៏បាន install ហើយទៅលើ Windows Server របស់យើងហ្នឹងចឹងខ្ញុំអាចសូមចាប់ដើមហ្មងទៅចឹងនេះគឺជាផ្ទាំង Windows Server របស់ខ្ញុំសូមdirect demo យកហ្មងចឹងតាក់ទងជាមួយនឹង Windows Server របស់យើងខ្ញុំសូមទៅតាក់ទងជាមួយនឹង Active Directory User ដែលយើងហៅថា AD User ហ្នឹងចឹង AD User ហ្នឹងគឺយើងប្រើប្រាស់ក្នុងគោលបំណង manage ទៅលើ user នៅក្នុង domain តែមួយជាមួយគ្នាហើយគឺជាការ manage user រួមមួយដែលយើងហៅថា centralized management user ហ្នឹងគឺយើង manage ក្នុងប្រព័ន្ធ domain តែមួយហើយយើង assign ក្នុងគោលបំណងឲ្យ user ទាំងអស់ហ្នឹងគាត់មាន role មានអីគាត់ច្បាស់លាស់ហើយមាន permission ឬក៏មានគេថាមានការប្រើប្រាស់ទៅតាម network file source ឬក៏ជា email ឬក៏ជា printer ដែលយើង assign ឲ្យគាត់ចឹងតើតោងជាមួយនឹង user ID នេះផងដែរយើងមានការបង្កើត user ហ្នឹងយើងអាចបង្កើតជាមួយម្ដងមួយទៅតាម role របស់គាត់ដូចក្នុងករណីនេះចឹងយើងមានជាការបង្កើត AD user ហ្នឹងម្ដងមួយឬក៏យើងបង្កើតគាត់ច្រើនក្នុងពេលតែមួយចឹងបើយើងចង់បង្កើតគាត់ម្ដងមួយយើងអាចបង្កើតជាបែបអញ្ចេះយើងអាច add new object user ហ្នឹងយើងអាចបង្កើតគាត់បែបម្ដងមួយហើយយើង assign គាត់ទៅតាមជា accounting finance group HR ឬក៏ IT តាម position របស់គាត់ដែលយើងចង់ហ្នឹងហើយតាក់ទងជាមួយនឹងការ upload ជា script អាហ្នឹងខ្ញុំសូមចាប់ផ្ដើមទៅលើ script ហ្មងទៅអញ្ចឹងតាក់ទងមួយនឹង script លោកគ្រូគាត់បានឲ្យ file ជា file list down ជា user information បានន័យថាដំបូងមុននឹងយើងមាន user ID យើងត្រូវការមានអ្នកដែលគាត់ provide ជា user list មួយចឹងនៅការ provide user list នេះយើងមានជា heading ដែលលោកគ្រូ mention ហ្នឹងយើងមានជា number ហើយយើងមានជា full name របស់ user មួយហ្នឹងដូចជាបុនសុធីចឹងទៅហើយ first name របស់យើងគឺយើងចាប់សុធីហើយនិង last name បុនដែលចឹង login screen mostly និង AD user គឺយើងមានសុធី .bun ឬក៏ office សំដៅទៅលើ office នៃកន្លែងការងាររបស់គាត់ឬក៏ position គាត់គឺគាត់នៅ department HR ឬក៏ finance ឬក៏ sales ហើយយើងមានជា tail ឬក៏ហៅថាការតាក់ទងតាមទូរស័ព្ទដៃរបស់គាត់ហ្នឹងគាត់មានលេខបែបនេះ office number ហ្នឹងទៅអញ្ចឹងក្នុងករណីនេះដែរនេះគឺជា information ដែល mostly ជាគេថា real case environment គឺគេ provide មកជា case បែបអញ្ចឹងដើម្បីយើង convert អាហ្នឹងទៅជា user ID ឬក៏យើង convert ទៅជា user ក្នុង domain របស់យើងបានគឺយើងត្រូវ convert វាបែបជា script ក្នុងការ run command ហើយយើង insert ចូលទៅក្នុង Windows Server របស់យើង domain របស់យើងចឹងដើម្បីយើង convert អានេះទៅជា script បានខ្ញុំសូមបើក Excel មួយទៀតដែលខ្ញុំបាន convert ហើយចឹងដល់ពេលដែលយើង convert ហើយគឺយើងមានជាបែបអញ្ចេះលើស្ដាប់ដូចគ្នាយើងមាន focus ទៅលើ heading full name first name last name login ដូចគ្នាមិញហ្នឹងគឺ sub OU សំដៅទៅលើ office របស់គាត់ហ្នឹងដែលយើង mention មិញយើងមាន IT finance sales ហើយដូចគ្នាផងដែរយើងមានតកតងមួយនឹង OU ផ្ទាល់គឺយើងចាប់គាត់ទៅ system user ក្នុង domain របស់យើងហ្នឹងហើយយើងមានជា script ក្នុងការបង្កើត user ហ្នឹងអញ្ចឹង user មួយគាត់តែយើងត្រូវ assign script ឲ្យគាត់បែបជាស្មើ DSA DD user ហើយយើងបើខាងមកយើងមានជា CN ស្មើ Bunti ឈ្មោះរបស់គាត់ឈ្មោះរបស់គាត់យើងមាន OU office របស់គាត់ OU មួយទៀតជា user domain របស់គាត់ហើយទៅតាមនឹងតែយើងមានជា set password ឲ្យគាត់អញ្ចឹងនៅ password ឲ្យគាត់អញ្ចឹង password នេះនៅក្នុង case ដែល password បើថាគាត់ពេលគាត់ login គាត់ត្រូវការ change password ហើយយើង set password ជា more like ជា password default របស់គាត់ណាអញ្ចឹងដល់ពេលដែលយើងបាន password ពេលដែលយើងបាន user script ហ្នឹងហើយយើងអាចយក script ហ្នឹងក្នុងករណីនេះខ្ញុំបាន convert script ទៅជា program ឬក៏ CMD run ផ្ទាល់ហ្មងតែបើថាយើងចង់មួយបែបទៀតយើងអាច run ជា command prompt ក្នុងការ insert ចូលទៅក្នុង domain របស់យើងអាចធ្វើជាបែបអញ្ចឹងវិញឧទាហរណ៍ខ្ញុំបើក CMD របស់យើងឬក៏ command prompt នេះបន្ទាប់មកខ្ញុំមាន script មួយដែល upload ដែលយើងប្រើ script csv de.i.f ហើយយើងចាប់ directory path របស់ file របស់យើងដោយសារតែ script CSV នេះខ្ញុំ store វានៅក្នុង drive C ហ្មងគឺអញ្ចឹងយើងចាប់ drive C ហើយយើងយក folder ឈ្មោះហ្នឹងយកមកfile ឈ្មោះហ្នឹងយកមក
ឬក៏យើងមួយទៀតយើងឆ្ងល់ថាហេតុអីតើ folder ឬក៏ file path នេះយើងយកមកពីណាអញ្ចឹងយើងអាចចូលមក drive C យើងឃើញ drive C នេះអូខេអញ្ចឹងអានេះ script នេះគឺនៅក្នុង drive C នេះឬក៏យើងអាចចូលមក property នេះហើយយើងអាច map តាក់ទងជាមួយនឹង detail យើងអាចចាប់មើលថែមអីផ្ទាល់ហើយនេះបាទអញ្ចឹងតាក់ទងមួយកន្លែងហ្នឹងគឺខ្ញុំអាចចូលទៅក្នុងកន្លែងនេះហើយខ្ញុំអាចវាយថា script អញ្ចឹងវានឹង show យើង recommend កន្លែងនេះហើយអញ្ចឹងយើងអាចវាយ script ipt.csv អញ្ចឹងឥឡូវនេះគឺយើងបាន directory path របស់ file ហ្នឹងហើយយើងអាចយកវាមក run ជា command prompt អូខេអញ្ចឹងខ្ញុំសូម run ឲ្យអ្នកនរមើលអញ្ចឹងកន្លែងនេះខ្ញុំអាចចូលទៅ command prompt វិញហើយខ្ញុំវាយទៅតាមsorry យកទាំងអស់ copy paste អូខេអញ្ចឹងពេលខ្ញុំ run វានឹង insert user ទាំងអស់ហ្នឹង based ទៅតាមអីដែលខ្ញុំបាន input នៅកន្លែងនេះទាំងអស់នេះអញ្ចឹងចាក់ស្ដែងដោយសារតែ user ទាំងអស់ហ្នឹងខ្ញុំមានហើយអញ្ចឹងដល់ពេលដែលខ្ញុំ run ពេលខ្ញុំ run កន្លែងហ្នឹងចឹងតិចចឹងដល់ពេលដែលខ្ញុំ run គឺវាថា user មួយហ្នឹងគឺ already exist បានន័យថា user ហ្នឹងខ្ញុំធ្លាប់ insert ចូលម្ដងហើយបើថាខ្ញុំអត់បាន insert ទេគឺវានឹង load ថា successfully insert 40 user ឬក៏10 20 user ទៅតាម list down ដែលយើងបានធ្វើការ insert នេះចំនួនប៉ុណ្ណេះ10 user នេះអញ្ចឹងខ្ញុំ insert បានហើយអញ្ចឹងខ្ញុំអាច show អ្នកនរបានទៅលើ ID user របស់យើងអញ្ចឹងយើងចូលមក set user នេះមកយើងនឹងឃើញថាទៅតាមoffice មួយរបស់គាត់គឺយើងមាន user ដូច accounting នេះយើងអត់មានទេបាទដូចថាយើងបាន insert ចូលតែទៅលើ finance គឺយើងមានអញ្ចឹងនេះគឺជា user finance យើងមានឈុវ៉ាន់ឆៃយើងមាន short subchory យើងមាន login away ហើយទៅលើតាក់ទងជាមួយនឹង HR យើងមានបុណ្យសុទ្ធីអញ្ចឹងទៅអញ្ចឹងគឺជា user ដែលយើងបាន upload ចូលទៅតាម CSV file ឬ Excel file នេះអញ្ចឹងនេះគឺជាវិធីសាស្ត្រ add ទៅលើ AD user អញ្ចឹងមួយទៀតតាក់ទងជាមួយនឹងការ assign ទៅលើ group គេហៅថាតាក់ទងជាមួយនឹង group policy ថាតើ group policy ហ្នឹងយើងប្រើប្រាស់ក្នុងគោលបំណងគេអញ្ចឹងទៅលើ group policy object នេះយើងប្រើប្រាស់ក្នុងគោលបំណងហើយយើង set policy ឬក៏ច្បាប់ឬក៏ rule អីមួយឲ្យទៅលើ AD user របស់យើងហ្នឹងថាគាត់អាចឬក៏មិនអាចធ្វើអីមួយឬក៏ចូល application ណាមួយ file ណាមួយដែលយើងហាមឃាត់អញ្ចឹងទៅឬក៏យើងបើកគាត់ឃើញអញ្ចឹងទៅអញ្ចឹងដូចកន្លែងនេះអញ្ចឹងខ្ញុំមាន set ករណីពីរ policy ទី1គឺ deploy wallpaper បានន័យថាយើង deploy wallpaper ឲ្យ user ហ្នឹងហើយនឹងទី2គឺយើង disable register បានន័យថារូបបែបហ្នឹងគឺបានន័យយើងបើកក្នុងគោលបំណងថាយើង disable ថាម្នាក់ហ្នឹងគឺគាត់អត់អាច access ទៅលើ register ទាំងបានទេគឺយើង disable application ហ្នឹងឬក៏ file ឬក៏អីហ្នឹងគឺចោលឲ្យគាត់ធ្វើទេអញ្ចឹងនេះគឺជាការ assign ទៅលើ policy base ទៅតាម domain user យើងទៅលើ system user ហ្នឹងអញ្ចឹងពីខ្ញុំវិញមានតែប៉ុណ្្នឹងទេតកតងជាមួយនឹងការ demo ទៅលើ reassign exam របស់យើងអញ្ចឹងសូមអរគុណលោកគ្រូ